បើក្បាលវីដេអូមកគឺថាដឹងស្រក់ទឹកមាត់ទេណាបងប្អូនគឺថាផ្លែប្រូយើងកំពុងតែទុំច្រើនហើយគឺថាឥឡូវគឺថាពេញទុំពេញសបោហ្មងដោយសារមុនហ្នឹងទៅបេះម្ដងហើយគឺថាវានៅស្ទើវាមិនទាន់ទុំល្អអញ្ចឹងគឺថាហូបទៅវាអត់សូវមានសាច់ហើយវាជូរអីខ្លាំងអញ្ចឹងណាហើយគឺថាទៅដល់ចការហ្នឹងគឺថាសម្បត្តិបេះបន្លែសិនកុំអីអស់លុយអស់អីទិញអញ្ចឹងទៅគឺថានៅចការវាសបោជាងយើងនៅផ្ទះអីអញ្ចឹងទៅហើយត្រួយលឹកបាសលឹកសៅម៉ៅដើមផ្ទៃដើមអីអញ្ចឹងទៅបងប្អូនគឺថាល្ងាចនឹងកម្រងយើងស្លកកោស្លអីដល់ពេលឃើញហើយយើងបេះហើយកុំអីអស់លុយទិញគេអញ្ចឹងបងប្អូនគឺថាសេវលុយយើងអីអញ្ចឹងទៅបេះបន្លែបេះអីរួចអញ្ចឹងទៅបានយើងធ្វើដំណើរទៅរកបេះប្រូទៀតបងប្អូនគឺថាឥឡូវគឺថាដល់ក្នុងចំការចិត្តដល់ដើមប្រូដើមអីហើយបងប្អូនហើយប្រហែលថ្ងៃនេះគឺថានៅផ្ទះរហូតអញ្ចឹងដូចថានៅអត់សុខអីបងប្អូនហើយគឺថាសុំគ្រួសារហ្នឹងគឺថាមកជាមួយគាត់បាញ់ថ្នាំអញ្ចឹងទៅហើយខ្ញុំមកជាមួយគឺថាមករកផ្លែប្រូទៅដោយសារមើលក្នុងតាមបណ្ដាញសង្គម Facebook ហ្នឹងគឺថាឃើញបងប្អូនគាត់ហត់ប្រូហ្នឹងដូចហត់ផ្អែមហត់អីចឹងថាទ្រាំបានទេនឹកឃើញដល់អាប្រូហ្នឹងនឹងវាទុំល្អហើយមកគឺថាទុំមែនគឺថាឡើងជ្រុះឡើងចង់អស់ឲ្យបងប្អូនអាណាវាទុំញយគឺថាវាជ្រុះអីបដាអីចឹងទៅហើយឥឡូវយើងពេញដោយសបោយើងមកបេះវាហូបឲ្យហើយទៅឥឡូវថាបេះបានទេបងប្អូនគឺថាធ្វើដំណើរទៅផ្ទះវិញហើយមេគេវាចង់ភ្លៀងអញ្ចឹងត្រូវទៅលឿនតិចតែខ្លាច់ពិបាកជីមតូជីអីទៅហើយមកដល់ផ្ទះយើងធ្វើទឹកត្រីធ្វើអីទៅបងប្អូនអីគឺថាដាក់ម្ទេសឲ្យហិលជាមួយនឹងស្ករត្នោតយើងស្ករក្រហមអញ្ចឹងគឺថាជាតិជាមួយគ្នានឹងហ្មងបងប្អូនគឺថាឆ្ងាញ់ហ្មងដូចហត់ផ្អែមមែនហើយបើបងប្អូនចង់ហូបអីគឺថាទៅបេះបានគឺថាឥឡូវគឺថាពងទៅសបោអីចឹងវាអត់តន់ជ្រុះតន់រយអស់ចឹងគឺថាទៅហើយទៅប៉ុន្តែចាំតែតិចទៀតហ្នឹងគឺថាដឹងអស់ហើយបងប្អូនអើយគឺថាវាកំពុងតែជ្រុះបដាចឹងទៅហើយនេះមកប្អួតដៃបង្ហាញដៃហ្នឹងគឺថាមិនមែនប្រឡាក់ក្រែមទេគឺថាទៅបេះប្រូហ្នឹងគឺថាស្លៀកដាំក្របពោតដាំអីហើយចឹងទៅបានយើងទៅរកបេះប្រូបេះអីចឹងទៅគេថាប្រឡាក់ឡើងពេញតដៃហ្មងក្របពោតហ្នឹងគឺថាគេលាយជាមួយលាក់ជាមួយអីចឹងដើម្បីការពារកុំឲ្យសត្វស៊ីក្របពោតស៊ីអីហ្នឹងបងប្អូនអាហ្នឹងខ្ញុំអត់សូវដឹងដែរចឹងដល់ពេលដាំទៅគឺថាប្រឡាក់ពេញតដៃចឹងទៅហើយឥឡូវនេះគឺថាមកបកផ្លែប្រូហ្នឹងគឺថាបកដាក់ចានដាក់អីចឹងទៅស្រួលយើងហត់យកតែម្ដងទៅគឺថាឆ្ងាញ់ហើយដាក់វាឲ្យចូលជាតិសិនគឺថាឲ្យចេញជាតិជូរជាតិអីជាមួយនឹងទឹកត្រីស្ករយើងសិនទៅនិយាយថាវាឆ្ងាញ់មែនតើបងប្អូនគឺថាគាត់មើលខ្ញុំកូនហ្នឹងគឺថាដឹងមកហើយដឹងឲ្យស្រក់ទឹកមាត់ហ្មងគឺថាបានហូបហើយដឹងថាចង់ហូបទៀតហ្មងបងប្អូនគឺថាលេបទាំងគ្រាប់លេបទឹកអីខ្លះទៅបងប្អូនគ្រាន់តែថាខ្ញុំអត់សូវហ៊ានលេបគ្រាប់ច្រើនប្រហែលទេថាហូបតិចតែបងប្អូនអើយនិយាយទៅយើងដាក់ទឹកត្រីស្ករហ្នឹងគឺថាឆ្ងាញ់ជាងយើងជ្រលក់អំបិលជាមួយប្រហុកជាមួយអីទៀតណាគឺថាចូលជាតិគ្នាហ្មងបើថាយើងជ្រលក់អំបិលទៅគឺថាអត់សូវត្រូវជាតិគ្នាប្រហែលទេបើថាទឹកត្រីស្ករហ្នឹងគឺថាអេមហ្មង